ធី3ជួយអ្នកដែលចង់កាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការកាត់បន្ថយខ្លាញ់ក្នុងរាងកាយអ្នកគួរតែព្យាយាមហាត់ប្រាណដូចជាការដើរលឿនរត់យឺតឬហែលទឹកជាដើមការហាត់ប្រាណធ្វើឲ្យចលនាទាំងនេះអាចជួយដុតខ្លាញ់ក្នុងរាងកាយរបស់អ្នកបានជាពិសេសអ្នកគួរតែជៀសវាងពីការអង្គុយយូរមិនងើបទើបខ្លាញ់មិនកកក្នុងរាងកាយច្រើនមិនងាយរំលាយអ្នកគួរតែកែរបបអាហាររបស់អ្នកដោយមិនគួរញ៉ាំស្ករបង្អែមអាហារបំពងខ្លាញ់ភីហ្សានិង hamburger ច្រើនពេកឡើយព្រោះវាសុទ្ធតែជាអាហារដែលបង្កើនជាតិខ្លាញ់ក្នុងរាងកាយរបស់អ្នកដូចនេះអ្នកគួរតែបរិភោគបន្លែផ្លែឈើពពួកសណ្តែកនិងអាហារដែលមានផ្ទុកប្រូតេអ៊ីនខ្ពស់ដូចជាទ្រូងមាន់សាច់ត្រីនិងផលិតផលធ្វើពីសណ្តែកទើបអាចកាត់បន្ថយខ្លាញ់ក្នុងរាងកាយអ្នកបានជាពិសេសអាហារដែលមានប្រៃខ្លាំងក៏គួរកាត់បន្ថយញ៉ាំផងដែរអ្នកគួរតែគេងឲ្យបានគ្រប់គ្រាន់ដោយមួយយប់គួរតែគេងឲ្យបានគ្រប់ពី7ទៅ9ម៉ោងទើបល្អចំពោះសុខភាពរបស់អ្នកជាពិសេសមុនពេលចូលគេងមិនគួរលេងទូរស័ព្ទឡើយវាអាចធ្វើឲ្យអ្នកមិនងាយគេងលក់នោះទេដូចនេះអ្នកគួរតែសាងទម្លាប់ល្អក្នុងការគេងទើបសុខភាពមិនងាយជួបនឹងបញ្ហា